บองปอนទាំងអស់គ្នាបងប្អូនអរគ្នាស្គាល់ប្រាសាទព្រះដំរីអត់បងប្អូនអរគ្នានេះគឺជាប្រាសាទព្រះដំរីហើយនេះគឺជាទស្សនវិជ្ជានៅបរិវេណនៃប្រាសាទព្រះដំរីបងប្អូនអរគ្នាបាទឃើញទេអញ្ចឹងខ្ញុំធ្វើការថតឲ្យពុកម៉ែបងប្អូនមើលជាពិសេសពុកម៉ែបងប្អូនដែលនៅក្រៅស្រុកបាទហើយខ្ញុំឃើញ channel របស់ខ្ញុំទាក់ទងនឹងបងប្អូននៅក្រៅស្រុកដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីគឺគាត់ចូលមើលដែរបងប្អូនអរគ្នាហើយបើសិនជានៅលើ Facebook នោះគឺវាអត់សូវមានទេមានតែបងប្អូនដែល friend របស់ខ្ញុំជាពិសេសក្នុងសង្គមថ្មីតែម្ដងគឺមានច្រើនហើយខ្ញុំថតវីដេអូនេះបាទទុកឲ្យបងប្អូនអ្នកដែលនៅក្រៅស្រុកក្តីបាទបងប្អូននៅជា friend របស់ខ្ញុំក្តីបងប្អូនដែលចុចជាវ channel YouTube របស់ខ្ញុំក្តីបាទឲ្យគាត់បានមើលបាទប៉ុន្តែជាពិសេសបងប្អូនដែលលើបណ្ដាញសង្គម Facebook គឺគាត់ស្គាល់ច្រើនបាទគឺគាត់ស្គាល់ច្រើននៅប្រាសាទព្រះដំរីមួយហ្នឹងបាទប្រាសាទព្រះដំរីគឺគាត់ស្ថិតនៅភូមិតសែងឃុំរណសេស្រុកសង្គមថ្មីខេត្តព្រះវិហារនេះគឺជាជណ្ដើរឡើងនៃប្រាសាទព្រះដំរីបងប្អូនគ្នាបាទអញ្ចឹងខ្ញុំនឹងធ្វើការឡើងសិនបាទអូខេរៀងខ្ពស់ដែរបងប្អូនគ្នាបាទរៀងខ្ពស់ដែរនេះអូអញ្ចឹងខ្ញុំធ្វើការឡើងអញ្ចឹងបាទខ្ញុំឡើងបន្តិចដល់ហើយបងប្អូនគ្នាហើយបាទបងប្អូនគ្នានេះគឺជាប្រាសាទព្រះដំរីនៅកន្លែងប្រាសាទហ្នឹងគឺលោកតាមានបារមីប្រកែស័ក្តិសិទ្ធិណាស់បងប្អូនគ្នាលោកតាគុណចៅសូមអភ័យទោសគុណចៅសូមធ្វើការថតដិតយករូបភាពដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានមើលបាទជាពិសេសបងប្អូននៅសហរដ្ឋអាមេរិកដែលបានមើលនៅ channel YouTube របស់ខ្ញុំនេះបាទដើម្បីគាត់បានឃើញប្រាសាទព្រះដំរីគឺស្ថិតនៅក្នុងភូមិតសែងឃុំរណសេស្រុកសង្គមថ្មីបងប្អូនគ្នាតាគុណចៅសូមកម្មាលទោសគុណចៅសូមដិតយករូបភាពនេះដើម្បីថតឲ្យបងប្អូនអរគ្នាបានមើលបាទហើយប្រាសាទព្រះដំរីកាលពីដើមឡើយមាន4ជ្រុងបងប្អូនគ្នាមាន4នៅខាងទិសឦសានត្រង់ហ្នឹងមួយនៅខាងទិសបាទខាងនេះមួយបងប្អូនគ្នាបាទបាទចំណែកទិសខាងនេះហ្នឹងគឺដូចចាស់និយាយតគ្នាទេបងប្អូនគ្នាទិសខាងនេះនេះទិសខាងនេះគឺបាត់ហើយដោយសារតែកាលពីចំនួនចាស់គាត់និយាយណាអត់ចឹងហ៎ខ្ញុំក៏ដើមសូត្រដឹងច្បាស់ដែរបាទបងប្អូនគ្នាហើយគេបានយកយន្តហោះដឹករូបសំណាក់លោកតាទៅដឹកតែទៅអត់បានទេបងប្អូនគ្នាដោយសារតែនោះហោះរំដួងទឹកបដានោះបាទគឺហោះអត់រួចគឺធ្លាក់មកវិញចូលក្នុងទឹកបដាតែម្ដងបងប្អូនគ្នាបាទប្រហែលជាការពិតទៅមើលទៅនឹងការពិតទៅចាស់គាត់និយាយណាបងប្អូនគ្នាបាទនោះទឹកបដាបងប្អូនគ្នាបាទទិដ្ឋភាពទឹកដាក់ញ៉េបាទអញ្ចឹងត្រូវមាន4ជ្រុងបងប្អូនគ្នាបាទត្រូវមាន4ជ្រុងបាទគឺជ្រុងនេរដីហ្នឹងហើយជ្រុងកណោះអាគ្នេយ៍បងប្អូនគ្នាជ្រុងអាគ្នេយ៍អញ្ចឹងគឺបាត់បងប្អូនគ្នាជ្រុងហើយខាងត្បូងជាងខាងជើងនោះគឺនៅបងប្អូនគ្នារ៉ែជ្រុងខាងជើងជាងខាងកើតនោះគឺនៅបងប្អូនគ្នាគឺនៅបាទហ្នឹងហើយអញ្ចឹងខ្ញុំថតទស្សនវិជ្ជាឲ្យបងប្អូនកន្លែងហ្នឹងឲ្យបងប្អូនគ្នាមើលបាទហើយនោះគឺជាផ្លូវទៅសាលាបឋមសិក្សាគុកកើរបស់ខ្ញុំបាទហើយនេះគឺជាទស្សនវិជ្ជានៅខាងជើងនៃប្រាសាទព្រះដំរីបងប្អូនគ្នាបាទឃើញទេគឺមានទស្សនវិជ្ជាស្រស់ស្អាតមែនទែនបងប្អូនគ្នាឥឡូវខ្ញុំថតទស្សនវិជ្ជានៅខាងលិច3ម្ដងបាទទស្សនវិជ្ជានៅខាងលិចគឺជាទស្សនវិជ្ជាមួយដែលស្រស់ស្អាតដូចគ្នា
chỉ cần lại đờ chân đá và chân đá láng cái sốt ăn mình tên không bỏ kia nè ngườiนี่ก็จะมุกจันดาในปราสาทเปรตดำไรอย่างพวกนี้ดำไอ้กี้ฮะดำเป็นชอลไงนี่ บ้านสำหรับมอนี่ก็จะตะพิบในบริเวณบาทจุ่มวิ่งในปราสาทเปรตดำไรบาทอันนี้ในข้างตะบงพวกนี้อย่างตะบงจะยังถอดเอามือจุ่มวิ่งหนึ่งอ่ะở trong bọn này mời và nè thằng tơ bốn ai xôm bên chiếc phong đá nó không lấy thọ ra một bộ này mời sẵn nên thằng tơ bốn và thằng tơ bốn cứ sạch sạch bên tên bọn này và lấy thọ từ từ khang card mà đòn và từ khang card mà đòn và để tương cát và tương hàng cát cứ sót át mình tên bột nè hơi bông pôn đã nơi chân ngay nhé bông pôn ai mò lên nơi bà sạt để làm bày bán để dùng một chị ấy cứ bà sạt để làm đấy cứ sát nơi nông phum tờ sáng không nã xế sau cùng công mấy khai biểu hí hơi chim sáng nó cứ nhung khơi bộ mai bông bồn bao dương bát tiếng cả sọc tiếng nòng sọc cái trơn tiếng cả khét cốt tay tay một bọn sòn nó còn lạiประสาทลูกตาไปทำไรบ้านคือnóไปได้กดบอลtớiคือเคยท่าตัวบอลเลยตะพอลแหละพวกนี้บ้านอันนั้นคือตามจำนวนเยอะคือยังตามบอลได้พวกนี้ตามบอลบางทีสันเยอะบอลเมียนบอลมาได้tớiคือกดnóไปได้เยอะbọn son tớiคือก็ช่วยยังบ้านของพวกนี้ยังไงช่วยยังบ้านbởiยังเมียนบาปไอ้ยังเตรียมเปลือกกร้อยกดมันอาจช่วยยังบ้านเต้พวกนี้ยังไงปัจจัยพิจารณาเนี่ยเดลบอลนึกคือบาดแตกแต่ตัวบอลรัตพอลตาคนเจ้าโซเปิดยกลูกเพียบลูกตายกตะทอดเอาปุกไม้ปองโปนออกนี่ในขนมสังคมบันได YouTube ก็ได้ในขนมสังคมบันได Facebook ก็ได้ในขนมสังคมบันได TikTok ก็ได้กดบันเคยในกดบันดังบาทคือที่บาร์ใบมุ้ยคือที่บาร์ใบลูกตาเป็นดำไรแต่เมียนบาร์ใบปุกแกสะสมเมนเทนของพวกนี้บาทจังคือกดเคยในคลาสกดบอลดะเนี่ยจีหึงสะเนี่ยจีอำเภอในสัตว์บอลที่เฮ้ยให้ในคลาสติสคือกดบอลสมาร์ตูนะลูกตาบอลบอลจูบบอลจูบบาทให้โฟกัสบอลในจีเนี่ยโรซี่เนี่ยบอลในบานโกนเนี่ยบอลในตัวบอลกางงี้ทำไมบาทเนี่ยบอลในไอติดไอบานลานทำไมบาทไอนี่แล้วคือบอลจานมันเต้นของบอลนี่โฟกัสบอลสลันจานมันเต้นให้ยังเคยท่ากดตัวบอลตะพอลปิดเหม็นของพวกนี้ตัวบอลตะพอลปิดเหม็นก็กดบอลเกิดบานมันได้อาศัยเลยบอลบาดเวียดนามบางอย่างได้เพราะฉะนั้นยังมันมีบอลยังเป็นแต่เปิดบาดก็ยังมันบานบอลได้พวกนี้ยังไงบาดบานบอลไอ้บานตะพอลได้แต่ยังมีบาดบานตะพอลนี่พวกนี้บาดนี่ขนมบาทคือเข้มใจมอนึ่งแต่งแต่หมกแบบตึ๊กเวียดไทยที่เจ๊ของพวกนี้ป่าเรายังจะมอไปเยอะพวกนี้ป่าเรายังถอดปีนจังเอาพวกนี้มือให้ถอดเปลือกเอาพวกนี้มือบาทเนี่ยกันนี้เนี่ยป่าเราเป็นสะอาดนั่นเองของพวกนี้สะอาดมันเป็นคนตื่นสะอาดบาทเนี่ยมีตังสำเร็จสัตว์ยมบาทcái cúc và ok bọc này lo cho chơi với nên cái chi paraben hàng cài mua này paraben nó hàng cài paraben nó cái chi paraben mua đây dừng ở thua ca ở đơ lên cầm san bạt cứ xóa san bên tiền bọc này bạt thom mà chiết bạt bọc bên rồi thom mà chiết bọc này này thom mà chiết bạt cái nhé bạt
ចឹងខ្ញុំថតឲ្យបងប្អូនគ្នាមើលអស់បាទដើមឈើសស្អាតមែនទែនបាទហើយនេះនៅកន្លែងគេចាត់មកកន្លែងអង្គុយលេងបងប្អូនគ្នាអានេះក៏គេអង្គុយលេងដែរបងប្អូនគ្នាបាទនេះគេអង្គុយលេងដែរអូខេញ៉េហើយនោះកន្លែងហ្នឹងក៏គេអង្គុយលេងច្រើនដែរកន្លែងនោះដើមឈើនោះបងប្អូនគ្នាដើមឈើនោះអូខេអង្គុយលេងច្រើនដែរអ្នកនេះបាទគឺកន្លែងគួសមមែនទែនកន្លែងក៏ទៅស្រួលមែនទែនម្យ៉ាងបាទក៏ខ្ញុំបាទក៏មានតែប៉ុណ្ណេះទេខ្ញុំបាទក៏នៅថតយកទស្សនវិជ្ជានៃប្រាសាទព្រះដំរីនៃបរិវេណរបស់ប្រាសាទព្រះដំរីបាទមកប្រាប់ថាទស្សនវិជ្ជាកន្លែងហ្នឹងគឺស្រស់ស្អាតបងប្អូនគ្នាហើយប្រាសាទព្រះដំរីក៏មានបរមីខ្លាំងពូកែដែរហើយបងប្អូនទាំងអស់គ្នាមកធ្វើបុណ្យមកធ្វើទានបាទមកបន់ស្រន់ហ្នឹងហើយបាទជាពិសេសការបន់ស្រន់បងប្អូនគ្នាគឺការបន់ស្រន់គឺតែងតែទទួលបាននៅលទ្ធផលបាទតែងតែទទួលបាននៅលទ្ធផលគួរសមដែរបងប្អូនគ្នាហ្នឹងហើយអាស្រ័យទៅលើបុណ្យរបស់យើងធ្វើច្រើនធ្វើល្អធ្វើតែអំពើល្អទៅគឺយើងនឹងទទួលបានលទ្ធផលដែលយើងដែលយើងបានបន់ស្រន់លោកតាព្រះដំរីហើយបងប្អូនគ្នាបាទខ្ញុំបាទគឺមានតែប៉ុណ្ណេះទេអរគុណបងប្អូនគ្នាបានមើលនៅវីដេអូមួយនេះបាទខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួបប្រទះនៅសេចក្តីសុខសេចក្តីចម្រើនបាទជួបនៅពុទ្ធពលទៅ5ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណសូមជម្រាបលាបាយបាយ